សួស្តីបងប្អូនថ្ងៃនេះមានយើងមកមើលពីរបៀបសម្គាល់រកដីញីឬឈ្មោលណាញីឬឈ្មោលតាមមើលរបៀបមិនអីរបៀបមិនហើយយើងទៅមើលទាំងអស់គ្នាហើយវីដេអូនេះរៀងវែងតិចបងប្អូនអញ្ចឹងបងប្អូនអាចដាក់គុណនឹង2ឬអីក៏បានឥឡូវខ្ញុំរៀបរាប់ពីរបៀបសម្គាល់រកជើងខ្មៅមុននេះគឺពូជើងខ្មៅបងប្អូនឃើញទេពូជើងខ្មៅនេះមិនមែនខ្មៅហ្មងគឺជើងវារៀងកម្ៅបន្តិចអត់ក្រហមសុទ្ធទេអានេះគឺញីណានេះពូជើងខ្មៅនេះញីឥឡូវខ្ញុំចាប់ឲ្យឈ្មោះមកផ្ទឹមគ្នាហើយបន្តមកនឹងលំអិតថាញីនឹងឈ្មោះខុសគ្នាវាមិនហើយមើលវាមិនណាអូខេឥឡូវខ្ញុំចាប់វាចេញមកណាបងអានេះគឺឈ្មោះនេះពូជើងខ្មៅតាមពិតពូរបស់វាមានភាសាវិទ្យាសាស្ត្ររបស់គេភាសាបច្ចេកទេសរបស់គេហៅប៉ុន្តែខ្ញុំហៅបែបហ្នឹងដើម្បីងាយស្រួលបងប្អូនធ្វើចំណាំណាហើយឈ្មោលបងប្អូនពូជើងខ្មៅហើយឈ្មោលណាបងប្អូនមើលក្បាលរបស់វាក្បាលវារៀងឆ្លមជាពុះស្រួចមកមុខហើយមានកោងខុបហើយសម្បល់របស់វាគឺសម្បល់សស្រាពីដេញទៅចាប់ពីទ្រូងទៅចាប់ពីទ្រូងកឡើងរហូតដល់ក្បាលទៅហើយតមកបដិញពីក្បាលរហូតដល់ពាក់កណ្ដាលហ្នឹងឃើញទេឃើញដិតគឺសខ្លាំងអូខេឥឡូវយើងទៅមើលញីចាប់ញីមកផ្ទឹមគ្នាខុសគ្នាបងប្អូនញីនេះចំពោះវារៀងខ្លីឃើញអត់ញីចំពោះរៀងខ្លីហើយក្បាលវារៀងកតុបចេះក្បាលវារៀងកពិតកប៉ោងនេះវាអត់ស្បែកដូចអាឈ្មោលទេឃើញអត់ញីឃើញបងប្អូនឃើញក្បាលវាសម្បល់ក្បាលវាគឺខ្មៅថ្នោតដិតហើយពណ៌បដិញចាប់ពីកឡើងទៅដល់ក្បាលនេះឃើញខ្មៅបដិញឡើងហើយមុខវាគឺឃើញសម្បល់វាគឺរៀងប្រឡែតអត់សច្បាស់ទេហើយឈ្មោះគឺសច្បាស់ឃើញទេហើយចំណុចសហ្នឹងគឺហួសកណ្ដាលក្បាលទៀតបើញីចំណុចសវាតែបន្តិចទេហើយខ្មៅច្រើនជាងឃើញអត់ហើយទ្រូងឈ្មោលនេះអាកាឡាខ្មៅហ្នឹងគឺដិតស្ទើរតែជាប់គ្នាខ្លះជាប់គ្នាហ្មងណាហើយញីចេះវិញឃើញអត់មានពណ៌កម្ៅទៅលើទ្រូងហើយអាចទ្រូងនេះគឺទលាយនៅកញីបងប្អូនអានេះវាអត់តមួយនេះអត់តពេញវ័យបើពេញវ័យវាអាចនឹងស្រួលមើលជាងនឹងទៀតឃើញពណ៌ច្បាស់ហ្មងហើយចំណុចសង្កល់មួយទៀតគឺមៀតរបស់វាគឺឈ្មោះពេលច្រើនគឺមៀតធំជាងឬក៏ពេលខ្លះមៀតតូចប៉ុន្តែពេលឈរជិតគ្នាគឺខ្ពស់វាតម្លើងរឹកទៅមើលទៅខ្ពស់ជាងខាងញីហើយពេលមួយចំណុចទៀតគឺពេលដែលវាល្ងាវពេលវាបោហ្នឹងគឺវាឲ្យសញ្ញាល្ងាវបើកកតុយហើយល្ងាវចេញកាយវិការច្រើនជាងខាងញីបើខាងញីទោះជាវាសាំងមិនក៏ដោយក៏វាគ្រាន់តែកវីក្បាលឲ្យបូលតតិចតួចទេវាអត់ដូចឈ្មោលទេអញ្ចឹងអានឹងពូជើងខ្មៅបងប្អូនអត់យល់ហើយណាអាចខមមិនបានហើយចាំវីដេអូក្រោយខ្ញុំធ្វើពូជើងក្រហមម្ដងតើវាខុសគ្នាមិនតាមពិតទៅវាអត់ខុសគ្នាប៉ុន្មានវាស្តៀងគ្នាទេបងប្អូនអូខេវីដេអូនេះតែប៉ុណ្្នឹង